សូមជម្រាបសួរបងប្អូននិងសង្គមបណ្ដាញទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់បាទថ្ងៃនេះខ្ញុំមកចែករំលែកតាក់ទងទៅនឹងបញ្ហាសុខភាពគឺជាទ្រព្យគឺប្រធានបទថ្ងៃនេះខ្ញុំចង់និយាយថាសុខភាពគឺជាទ្រព្យនិយាយរួមបងប្អូនដូចជារូបខ្ញុំផ្ទាល់គឺពិតជាដឹងនិងយល់នៅអត្ថន័យថាសុខភាពគឺជាទ្រព្យប៉ុន្តែដឹងថាវាជាទ្រព្យហើយប៉ុន្តែអត់បង្កើតជាទម្លាប់ដើម្បីបង្កើតទ្រព្យទេតែងតែប្រងើយកន្តើយចំពោះសុខភាពរៀងៗខ្លួនបញ្ហានៅត្រង់ថាយើងមិនយកចិត្តទុកដាក់អនុវត្តនឹងតែម្ដងអនុវត្តបែបប៉យលាក់បាក់លើយណាប៉យលាក់បាក់លើយគឺបែបនឹកឃើញថ្ងៃណាធ្វើក៏ធ្វើទៅថ្ងៃណាក៏នេះក៏មិននឹកឃើញធ្វើទៅអញ្ចឹងបញ្ហានៅត្រង់នេះអញ្ចឹងខ្ញុំដោយយល់ឃើញថាបញ្ហាសុខភាពគឺជាទ្រព្យសម្បត្តិអញ្ចឹងខ្ញុំមកចែករំលែកនៅចំណុចដែលជាពិសេសចំណុចដែលធ្វើឲ្យយើងមានសុខភាពល្អដែលយើងត្រូវធ្វើជាប្រចាំថ្ងៃតែម្ដងចំណុចទី1ដើម្បីឲ្យយើងសុខភាពយើងល្អគឺយើងចាំបាច់ត្រូវតែរំលឹកដាស់តឿនខ្លួនឯងធ្វើនៅកិច្ចការមួយប្រចាំខ្លួនឯងតែម្ដងគឺទី1ត្រូវតែដាស់ខ្លួនឯងឲ្យចេះហាត់ប្រាណឲ្យរៀនហាត់ប្រាណតាមវិធីណាក៏ដោយឲ្យបានយ៉ាងហោចណាស់ក៏15នាទីទៅ30នាទីដែរនឹងដើម្បីបង្កើនសុខភាពពីព្រោះការហាត់ប្រាណមានផលប្រយោជន៍ច្រើនដែលយើងនឹកស្មានមិនដល់នោះហើយទី2គឺបញ្ហាបរិភោគទឹកគឺយ៉ាងណាក៏ដោយគឺយើងកុំភ្លេចរឿងទឹកជាចំណុចមួយសំខាន់ជាពិសេសនៅពេលដែលយើងក្រោកពីគេងឡើងគឺយើងត្រូវរកទឹកជាចាំបាច់ព្រោះទឹកជាចំណុចដែលជួយសម្អាតរាងកាយជាតិពុលនៅក្នុងខ្លួនជាពិសេសគឺការបរិភោគទឹកក្តៅអ៊ុននោះឲ្យសមល្មមទៅតាមនឹងសមាមាត្រនៃអាយុនិងទម្ងន់របស់យើងទាំងអស់គ្នាបញ្ហាទី3គឺការបរិភោគនេះគឺសំខាន់បងប្អូនក៏ត្រូវតែមានការបរិភោគត្រឹមត្រូវជាពិសេសកុំឲ្យមានត្រូវកុំឲ្យខ្វះគឺត្រូវតែមានសាច់មានបន្លែមានផ្លែឈើគឺហូបឲ្យបានគ្រប់ដើម្បីបំពេញនៅរាងកាយរបស់យើងដើម្បីរក្សារាងកាយនិងសុខភាពយើងឲ្យបានល្អគឺយើងត្រូវតែមានគ្រប់បរិភោគឲ្យគ្រប់ផ្នែកមានសាច់មានត្រីមានបន្លែ